សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងអប់រំគំនិតថ្ងៃនេះខ្ញុំនឹងលើកយករឿងពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មមួយនៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំ1992នៅក្នុងឆ្នាំ1992នៅប្រទេសកូរ៉េមានករណីសិស្សស្រីម្នាក់និងសង្សាររបស់នាងបានរួមដៃគ្នាសម្លាប់ឪពុកចុងរបស់នាងចំពោះករណីនេះធ្វើស្បិតតែឃាតកម្មជាអំពើខុសឆ្គងក៏ដោយប៉ុន្តែជាករណីដែលមហាជនមានការអាណិតអាសូរទៅដល់ឃាតករជាខ្លាំងចង់ដឹងថាហេតុអ្វីបានជាមានការអាណិតអាសូរទៅដល់ឃាតករទៅវិញជាដំបូងខ្ញុំសូមណែនាំខ្សែភាពយន្តមួយដែលមានឈ្មោះថា Wonderful World ជាសាច់រឿងដែលនិយាយអំពីជនរងគ្រោះដែលបានក្លាយជាជនល្មើសហើយថតតាមលំនាំរឿងរ៉ាវឃាតកម្មមួយនេះរឿងនេះត្រូវបានប្រាប់តាមរយៈអ៊ុនសូយុនដែលទទួលបានជោគជ័យនៅក្នុងវិថីជីវិតប៉ុន្តែក្រោយមកកូនប្រុសរបស់គាត់ត្រូវបានសម្លាប់ហើយជនល្មើសបានរត់គេចខ្លួនដូច្នេះហើយទើបនាងសម្រេចចិត្តសងសឹកឃាតករដោយខ្លួនឯងតោះចូលសាច់រឿងពិតវិញម្ដងបន្ទាប់ពីឪពុកម្កាយរបស់នាងត្រូវបានស្លាប់ម្ដាយរបស់គីមបូអ៊ីនបានរៀបការម្ដងទៀតនៅពេលដែលនាងមានអាយុ7ឆ្នាំ2ឆ្នាំក្រោយមកឪពុកចុងរបស់នាងបានចាប់រំលោភនាងនៅពេលដែលនាងមានអាយុត្រឹមតែ9ឆ្នាំតែប៉ុណ្ណោះឪពុកចុងនោះក្លាហានណាស់ហ៊ានចាប់រំលោភនាងនៅចំពោះមុខម្ដាយរបស់នាងផ្ទាល់ម្ដាយព្យាយាមសុំលែងលះប៉ុន្តែឪពុកបានគំរាមសម្លាប់ទាំងម្ដាយនិងកូនទើបនាងមានការភ័យខ្លាចយ៉ាងខ្លាំងការរំលោភពីសំណាក់ឪពុកចុងបានបន្តរហូតដល់នាងមានវ័យជំទង់គីមបូអ៊ីនពោពេញទៅដោយការឈឺចាប់និងមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងព្រោះនាងត្រូវបានឪពុកចុងគំរាមកំហែងឥតឈប់ឈរនាងធ្លាប់បានទៅប្តឹងប៉ូលីសម្ដងហើយពេលពួកគេទៅដល់ផ្ទះនាងដឹងថាឪពុកចុងរបស់នាងគឺជាព្រះរាជអាជ្ញាអមសាលាដំបងស្រុកពួកគេក៏ចាកចេញទៅវិញដោយមិនព្យាយាមធ្វើអ្វីឡើយក្រោយមកនាងបានចូលទៅរៀននៅសាកលវិទ្យាល័យហើយត្រូវផ្លាស់ចេញទៅរស់នៅក្នុងអន្តោវេកសដ្ឋានគីមបូអ៊ីនសប្បាយចិត្តខ្លាំងណាស់ដែលនាងបានរួចផុតពីឪពុកចុងចិត្តបិសាចមួយនេះប៉ុន្តែគាត់បង្ខំនាងឲ្យនៅទៅផ្ទះជារៀងរាល់ចុងសប្តាហ៍ក្នុងកំឡុងពេលនោះនាងបានណាត់ជួបនិស្សិតមហាវិទ្យាល័យម្នាក់ឈ្មោះថាគីមជីនខ្វាន់ទោះបីជានាងសប្បាយចិត្តយ៉ាងណាក៏ដោយក៏នាងតែងតែមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តរហូតដល់ចុងក្រោយនាងបានសារភាពប្រាប់សង្សារថាត្រូវឪពុកចុងរំលោភទោះជាតក់ស្លុតនឹងអ្វីដែលបានដឹងក៏ដោយក៏គីមជីនខ្វាន់បានទទូចថាគាត់នឹងមិនបោះបង់នាងឡើយហើយនៅថ្ងៃកើតហេតុនាងបានជួបឪពុកចុងនៅបឹងហ្គាឡូមួយនៅក្នុងសភាពស្រវឹងពេលនោះពួកគេទាំងពីរនាក់បានរៀបចំគម្រោងការចាប់ចងដៃចងជើងឪពុកចុងរបស់នាងនោះរួចក៏បានយកកំបិតចុងស្រួចចាក់សម្លាប់ជាច្រើនកំបិតបន្ទាប់មកបានរៀបចំកន្លែងកើតហេតុដើម្បីឲ្យមើលទៅដូចជាចោរកម្មមានការលួចប្លន់ជាដើមគីមបូអ៊ីនជាអ្នករាយការណ៍ទៅប៉ូលីសថាមានចោរបានចូលទៅចាក់សម្លាប់ឪពុកចុងរបស់នាងប៉ុន្តែសពត្រូវបានប្រទះឃើញនៅក្នុងបន្ទប់បឹងហ្គាឡូបង្កជាចម្ងល់ថាហេតុអ្វីបានជាឪពុកចុងនិងកូនស្រីចុងស្នាក់នៅក្នុងបន្ទប់ជាមួយគ្នាទៅវិញក្រោយពីបានសាកសួរចម្លើយទីបំផុតគីមបូអ៊ីនបានសារភាពថានាងនិងមិត្តប្រុសបានសម្លាប់ឪពុកចុងរបស់គាត់ព្រោះគាត់បានរំលោភនាងកាលពីនៅក្មេងនៅពេលសួរថាហេតុអ្វីនាងមិនរត់ចេញនាងឆ្លើយថាឪពុកចុងតែងតែគំរាមនាងនិងម្ដាយរបស់នាងរួមទាំងការបំពានលើរាងកាយនិងការវាយដំរហូតមានអារម្មណ៍ភ័យខ្លាចនិងត្រូវស៊ូទ្រាំនឹងស្ថានភាពនេះគ្រប់ពេលវេលាក្រោយមកគីមជីនខ្វាន់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទមនុស្សឃាតដោយចេតនាហើយត្រូវបានកាត់ទោសឲ្យជាប់គុក7ឆ្នាំខណៈដែលគីមបូអ៊ីនដែលបានជួយបំផ្លាញផុសតាងត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេលចំនួន4ឆ្នាំក្រោយមកការកាត់ទោសគីមបូអ៊ីនត្រូវបានកាត់បន្ថយហើយនាងត្រូវបានដោះលែងនៅក្នុងឆ្នាំ1993ខណៈដែលការកាត់ទោសគីមជីនខ្វាន់ត្រូវបានកាត់បន្ថយពាក់កណ្ដាលហើយគាត់ត្រូវបានដោះលែងនៅក្នុងឆ្នាំ1995បន្ទាប់ពីការដោះលែងគីមបូអ៊ីនបានទៅសួរសុខទុក្ខឪពុកម្ដាយរបស់គីមជីនខ្វាន់ដើម្បីសុំទោសចំពោះការធ្វើឲ្យកូនប្រុសរបស់គាត់ត្រូវជាប់គុកជាមួយនឹងនាង
ប៉ុន្តែឪពុកម្ដាយរបស់គឹមចិនខ្វាន់បានមកអោបនាងហើយនិយាយថាវាមិនមែនជាកំហុសរបស់កូនទេឈប់បន្ទោសខ្លួនឯងទៅហើយចាប់ផ្ដើមរស់នៅដែលមានសុភមង្គលចាប់ពីពេលនេះទៅនៅពេលដែលរឿងរបស់គឹមបូអ៊ីនត្រូវបានលាតត្រដាងវាបានធ្វើឲ្យមានការអាណិតអាសូរពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសដែលពេលនោះមានកម្រមានមនុស្សអាណិតអាសូរឃាតករណាស់ហត្ថលេខារាប់រយពាន់នាក់ត្រូវបានប្រមូលដោយអំពាវនាវឲ្យមានការដោះលែងអ្នកទាំងពីរបន្ទាប់មកសាលក្រមរយៈពេល1ឆ្នាំរបស់តុលាការប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះបានផ្ដល់ការលើកលែងទោសពិសេសដល់អ្នកទាំងពីរយើងសម្លាប់សត្វមិនមែនមនុស្សទេចុងក្រោយអ្នកទាំងពីរក៏បានរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខក្សេមក្សាន្តសូមអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់សូមជួយចុច Subscribe ទៅលើ Channel របស់ខ្ញុំម្នាក់មួយផង